នេះជាសកម្មភាពយើងដាក់ត្រីកំងឲ្យខ្លាត្រីស៊ីបងប្អូនដាក់ប្រភេទកាមេរ៉ាផងដែរនេះកាមេរ៉ានេះបងប្អូនមកដល់កន្លែងដែលយើងត្រូវដាក់កាមេរ៉ាបងប្អូនរួមមកដល់កន្លែងនេះពិបាកណាស់បងប្អូនអើយផ្លូវចង្អៀតឲ្យទុកម៉ូតូយ៉ាងឆ្ងាយហើយមកដល់កន្លែងទីតាំងនេះគឺដើរvàoចូល10នាទីបងប្អូនហើយលើកនេះដែរគឺយើងយកត្រីកំងបងប្អូនណាអាត្រីចំហុយយើងហ្នឹងយកមកដាក់ដើម្បីឲ្យខ្លាត្រីឬក៏សត្វខ្នាតតូចផ្សេងតែវាស៊ីសាច់ជាអាហារបងប្អូនអាត្រីនេះក្លិនបងប្អូនក្លិនណាអញ្ចឹងអាចជះក្លិនបានឆ្ងាយអញ្ចឹងតាក់ទាញសត្វឲ្យមករកចំណីរបស់វាបានបញ្ជាក់អត់មានដាក់អន្ទាក់ដាក់អីទេបងប្អូនណាយើងគ្រាន់ដាក់សកម្មភាពតែយើងថតសត្វដើម្បីសត្វអីមកស៊ីសត្វត្រីនេះសាច់ត្រីនេះដែរគឺមិនធំប្រហែលទេតូចមើមទេបងប្អូនចាំមើលលទ្ធផលទាំងអស់គ្នាបងប្អូនហើយខ្ញុំក៏បានយកកាមេរ៉ាមកដាក់បងប្អូនណាប្រភេទកាមេរ៉ានេះបងប្អូនកាមេរ៉ានេះយើងថតចូលក្នុងហ្នឹងហើយយើងក៏អាច live បានដែរបងប្អូនណាហើយបងប្អូនចាំមើលវីដេអូបន្ទាប់ទៀតតើសត្វអីនឹងមកស៊ីសាច់ត្រីនេះដែរហើយសង្ឃឹមថាបងប្អូននឹងតាមដានមើលវីដេអូភាគ2បន្តទៀតព្រៃនេះដែរគឺធំគួរសមដែរបងប្អូនណាព្រៃនេះហើយសត្វភាគច្រើនគឺសត្វខ្នាតតូចទេបងប្អូនសត្វខ្នាតតូចដូចជាស្កាខ្លាត្រីខ្លាអីមានបងប្អូនណានៅខាងនេះមិនអត់ទេដោយសារគេធ្លាប់ឃើញឥឡូវយើងមានចងពយោទេចងពយោជាមួយនឹងមែកឈើបងប្អូនខ្សែយើងដាក់ចេះធូរដើម្បីឲ្យវាទាញសាច់ហ្នឹងទៅហើយបងប្អូនណាឲ្យមូសច្រើនហ្នឹងបងប្អូនស្លៀកខោខ្លីមករុកព្រៃទៀតសិតតែមូសខ្លាភាគច្រើនហើយបងប្អូនទស្សនាវីដេអូនេះហើយសង្ឃឹមថាបងប្អូនជួយចុច Subscribe ឲ្យខ្ញុំមួយផងបងប្អូនណាដូចជាការលើកទឹកចិត្តឡើយយើងជួតកាមេរ៉ាបងប្អូនជួតឲ្យស្អាតកន្លែងឡែនវាអីហ្នឹងបញ្ជាក់បងប្អូនណាកាមេរ៉ានេះគឺអាចថតពេលយប់បានពេលយប់វានឹងចេញប្រភេទសខ្មៅបងប្អូនប្រភេទសខ្មៅហើយតម្លៃវាតា$60ទេខ្ញុំទិញកំងពីប្រទេសចិនប្រភេទកាមេរ៉ានេះហើយថ្មចំពោះថ្មវាប្រើបាន15ថ្ងៃបើយើងចាប់ផ្ដើមពីប្រើថ្ងៃដំបូងរហូតដល់ថ្ងៃវាអស់សាច់ពេញបាន15ថ្ងៃជាទូទៅខ្ញុំបានសាកល្បងឲ្យបងប្អូនណាហ្នឹងហើយកម្រិតរូបភាពអាចទទួលយកបានវាមិនច្បាស់រហូតដល់ HD ទេវាអាចមកល្មមឥឡូវយើងរៀបចំឲ្យបងប្អូនកាមេរ៉ាគឺយើងដាក់ជិតដីចឹងទៅហើយចំណីឥឡូវយើងឆែកមើលទូរស័ព្ទបងប្អូននេះបងប្អូនរួចរាល់ហើយឃើញបែបហ្នឹងអានេះលឹងងាកហើយបងប្អូនណាខ្ញុំដាក់លឹងងាកហើយទេហើយ color វាមិនស្អាតប្រហែលទេបងប្អូនឃើញបានប៉ុណ្ណឹងហើយត្រីយើងមានតែមួយបងប្អូនមានតែមួយត្រីនេះហ្នឹងហើយអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ